នៅម្នាក់តែងតែមានក្តីសម័យការងារនៅក្នុងក្តីសម័យថាទុំឡើងចង់ខ្លាចជាអីមួយចង់ធ្វើអីមួយដូចខ្ញុំអញ្ចឹងការនៅរៀនគឺខ្ញុំធំឡើងខ្ញុំចង់ធ្វើជាគ្រូបរិញ្ញាគឺបរិញ្ញាគណិតដោយសារតែកាលហ្នឹងចំណុចទី1គឺយើងសិស្សនៅពេលដែលគ្រូបញ្យល់មកយើងចេះយើងប្រកែយើងសប្បាយចិត្តហើយចំណុចទី2គឺដោយសារនៅពេលដែលយើងបរិញ្ញាឬក៏បញ្យល់ទៅកាន់មិត្តភ័ក្តិយើងតាក់ទងជាមួយមេរៀនឬក៏រំហាត់នៅពេលដែលប្រកបចេះគឺយើងមានអារម្មណ៍ថាសប្បាយចិត្តអញ្ចឹងបានធ្វើឲ្យខ្ញុំហ្នឹងចង់ធ្វើជាគ្រូគណិតឥឡូវនេះខ្ញុំគឺជាវិស្វករវិញអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយចំណុចទី1តាក់ទងជាមួយនឹងមូលហេតុដើមចងហេតុអីបានខ្ញុំចង់ធ្វើគ្រូគណិតបែរទៅជាធ្វើវិស្វករវិញហើយចំណុចទី2ដែលអ្នកនរគ្នាទទួលបាននោះគឺបទពិសោធន៍នៅក្នុងការរៀនសូត្រនឹងថាតើយើងត្រូវគិតបែបណានៅវិទ្យាល័យយើងត្រូវគិតបែបម៉េចនៅពេលដែលយើងចូលដល់សាកលវិទ្យាល័យយើងត្រូវគិតបែបម៉េចចំណុចណាខ្លះដែលយើងត្រូវគិតវិចារណាហ្នឹងគឺមាននៅក្នុងវីដេអូនេះដូចគ្នានៅឆ្នាំ2015គឺជាឆ្នាំដែលខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យជាមួយនឹងនិទេស B ដែលកាលនោះគឺជាលើកដំបូងដែលខ្ញុំទទួលបានការខកចិត្តយ៉ាងខ្លាំងដោយដឹងស្រាប់ហើយការនៅរៀនខ្ញុំគឺជាម្នាក់ដែលប្រកែស្ទើរទៅគ្រប់មុខវិជ្ជានៃវិទ្យាសាស្ត្រពិតហើយរំពឹងខ្ពស់ថានឹងបាននិទេស A ប៉ុន្តែផ្ទុយទៅវិញបែរជាបាននិទេស B ពេលនោះខ្ញុំចាំថាខ្ញុំអត់សប្បាយចិត្តហកចិត្តហើយសួរសំណួរខ្លួនឯងថាហេតុអីមិនជឿលើលទ្ធផលនៃការប្រឡងហ្នឹងទេមិនតែប៉ុណ្ណឹងមានមិត្តភ័ក្តិរួមជំនាន់សិស្សប្អូនលោកគ្រូអ្នកគ្រូបងប្អូនអ្នកចិត្តខាងអីអ្នកខ្លះគាត់សួរមកថាហេតុអីមិនបាននិទេស A រៀនបកែសឹងអីហើយអ្នកខ្លះទៀតក៏លើកទឹកចិត្តយើងថាបាននិទេសប៉ុណ្ណឹងល្អហើយមិនអីទេអ្នកខ្លះគេធ្លាក់មិនបាននិទេសល្អអញ្ចឹងផងហើយអ្នកខ្លះក៏និយាយថានិទេសមិនអាចកំណត់នៅអនាគតរបស់យើងបាននេះត្រូវគិតទៅមុខត្រូវដើរទៅមុខទៅសាកលវិទ្យាល័យរៀនចប់មានការងារធ្វើហើយយើងមានភាពថ្លៃណូនៅក្នុងសង្គមអីជាដើមសួរថាពួកគាត់និយាយទៅអត់ប៉ុន្តែគឺវាត្រឹមត្រូវហើយកាលហ្នឹងសម្ដីរបស់ពួកគាត់បានជួយសម្រួលដល់ការខូចចិត្តរបស់ខ្ញុំអត់ចម្លើយគឺបានតែបានតែពេលកំពុងស្ដាប់ឬកំពុងនិយាយជាមួយគាត់ហ្នឹងទេពេលនៅម្នាក់ឯងខួរក្បាលខ្ញុំនៅតែគិតសួរខ្លួនឯងនៅសំណួរដូចដើមអញ្ចឹងដោយពីចាស់ថាពេលវេលានឹងជួយព្យាបាលរាល់បញ្ហានៃការជឿចាប់ទាំងឡាយហើយវាគឺពិតជាបែបនឹងមែនបន្តិចម្ដងការខូចចិត្តចាប់ផ្ដើមរំសាយបាត់ហើយខ្ញុំចាប់ផ្ដើមសម្លឹងមើលទៅមុខចាប់ផ្ដើមសារជាថ្មីខ្ញុំបានជាប់អាហារូបករណ៍ 100% នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយសារតែកាលហ្នឹងខ្ញុំនៅរៀនទី12គឺខ្ញុំបានដាក់អាហារូបករណ៍ទៅតាមបណ្ដាសាកលវិទ្យាល័យផ្សេងៗនៅភ្នំពេញកាលហ្នឹងខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តគណិតបកកែគណិតចូលចិត្តបញ្យល់និងបរិញ្ញាមិត្តភ័ក្តិអ្នកដទៃទៀតហើយមួយទៀតគឺដូចខ្ញុំបានឃើញខាងដើមអញ្ចឹងឃើញលោកគ្រូអ្នកគ្រូដែលគាត់បរៀនគណិតទៅយើងមានអារម្មណ៍ថាស្ងើចសរសើរចង់ធ្វើគាត់ដែរអញ្ចឹងក៏សម្រាប់ចិត្តដាក់អារឧបករណ៍បញ្ញាបត្រគណិតដោយបែកលើលទ្ធផលប្រឡងបាក់ឌុបយើងទទួលបាននិទេសល្អគួរសមដែរក៏បានចប់អារឧបករណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹងហើយនៅហ្នឹងបង្រៀនខ្ញុំនៅភាពខុសគ្នាជាច្រើនដែលយើងមិនធ្លាប់ជួបបង្រៀននៅភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងការរៀននៅសាកលវិទ្យាល័យនិងនៅវិទ្យាល័យបានជួបមិត្តភ័ក្តិថ្មីមកពីខេត្តផ្សេងៗគ្នាហើយដោយខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តនៅស្ងៀមស្ងាត់លក្ខណៈ introvert អញ្ចឹងក៏មានមិត្តភ័ក្តិមិនសូវច្រើនទេដែលដើរជាមួយគ្នាកាលពីហ្នឹងភាគច្រើននិយាយគ្នាតិចតួចបំផុតកាលហ្នឹងខ្ញុំប្រៀបដូចជាអ្នកស្រាវចូលក្រុងអញ្ចឹងមិនមានភាពទាន់សម័យដូចគេនោះទេទាំងរបស់ប្រើប្រាស់ទាំងព័ត៌មានផ្សេងជាពិសេសតាក់ទងទៅនឹងការប្រឡងអាហារូបករណ៍ទៅក្រៅប្រទេសគឺសូនឈឹងហ្មងតោះតែឃើញមិត្តភ័ក្តិដែលមកពីសាលាជាមួយគ្នាមានឈ្មោះជាប់ទៅស្រុកក្រៅទៅព្យាយាមដើរសួរគេសួរឯងទៅដឹងថាមានការប្រឡងបួកទៅក្រៅតែដូចជាមិនសូវចង់ទៅប្រហែលទេដោយសារតែចូលចិត្តគណិតហើយកំពុងរៀននៅនឹងស្រាប់អាហារូបករណ៍ស្រាប់ពេលខ្លះគ្រាន់តែចង់ដឹងថាតើវិញ្ញាសាទៅក្រៅហ្នឹងវាពិបាកអត់វាចេញបែបម៉េចហើយការទិញការដាក់ពាក្យហ្នឹងវាបែបម៉េចយើងគ្រាន់ចង់ដឹងតែប៉ុណ្្នឹងទេហើយកាលហ្នឹងប្រទេសដែលខ្ញុំនៅសល់ហើយកាលហ្នឹងប្រទេសដែលនៅសល់សម្រាប់ប្រឡងមានដូចជាចិនរុស្ស៊ីហើយវៀតណាមខ្ញុំបានដាក់ទៅ3ប្រទេសហ្នឹងទៅចិនគេប្រឡងទៅគណិតឯអង់គ្លេសគណិតខ្ញុំធ្វើបានអង់គ្លេសអត់បានទេដោយសារតែអត់ដែរជួបវិញ្ញាសាបែបហ្នឹងអញ្ចឹងក៏ធ្លាក់ហើយមូលហេតុដោយសារតែទៅប្រឡងទាំងគ្មានបានត្រៀមអីសោះគឺចង់ដឹងថាគេចេញវិញ្ញាសាបែបម៉េចទេហើយទី2ទៅរុស្ស៊ីគឺចេញគណិតនិងវប្បធម៌ទូទៅលទ្ធផលដូចជាប់បំរុងដោយសារតែកាលហ្នឹងគេយកតិចពេកដូចជា3នាក់បើសិនបើ3នាក់អ្នកបោះបង់ខ្ញុំអាចមានលទ្ធភាពសម្រេចថាទៅឬអត់ព្រោះកាលហ្នឹងខ្ញុំជាប់ដូចជាលេខ4តែខ្ញុំអត់ទៅទេដោយសារតែមុខជំនាញដែលត្រូវទៅនឹងអត់ស្រឡាញ់បើនិយាយថាអត់ស្រឡាញ់ក៏មិនត្រូវដែរដោយសារតែមិនដែលដឹងពីជំនាញអស់ហ្នឹងប៉ុណ្ណឹងដោយសារតែគ្មានអ្នកណាណែនាំបង្ហាញជំនាញអស់ហ្នឹងទៅរៀនពីអីចេញមកធ្វើការអីនោះទេដូចយើងនឹងស្រាប់ហើយយើងបើសិនជាយើងដឹងច្បាស់ពីអីដែលយើងត្រូវរៀនគឺយើងអត់ទៅទេដោយសារយើងមកវិញយើងខ្លាចអត់មានការងារធ្វើនេះគឺជាអារម្មណ៍ពិតដែលខ្ញុំការនៅជានិស្សិតហើយចុងក្រោយប្រឡងទៅវៀតណាមខ្ញុំជាប់បានលេខ1ដោយសារកាលហ្នឹងប្រឡងទៅគណិតរូបគីមីហើយនិងវប្បធម៌ទូទៅទេអត់មានអង់គ្លេសបើសិនជាមានអង់គ្លេសខ្ញុំគិតថាខ្ញុំមិនអាចជាប់លេខ1ទេដោយសារតែអង់គ្លេសខ្ញុំកាលហ្នឹងនៅមានកម្រិតបើនិយាយពីការរៀនវិញអង់គ្លេសខ្ញុំសឹងតែប៉ាកែជាងគេដែរប៉ុន្តែដោយសារតែឡើងមកដល់ទី11ទី12រវល់រៀនគួរមុខវិជ្ជាផ្សេងហ្នឹងអត់មានពេលរៀនអង់គ្លេសហើយក៏សម្រាប់ថាបបអង់គ្លេសចោលទៅ2ឆ្នាំហ្នឹងខ្ញុំគិតថាបើខ្ញុំបន្តរៀនអង់គ្លេសកុំឈប់ដល់2ឆ្នាំហ្នឹងខ្ញុំជឿថាបើដប់ខ្ញុំទទួលបានលទ្ធផលល្អហើយប្រឡងទៅក្រៅក៏ល្អដែរខ្ញុំជឿជាក់តែបែបហ្នឹង
ចឹងវាជាបបផ្សោសម្រាប់ដល់គ្នាបើសិនបើយើងជាសិស្សឬក៏ជានិស្សិតឬក៏ជាបងប្អូនក្មួយអីដែលគាត់រៀនហ្នឹងសូមណែនាំពួកគាត់កុំបោះបង់បុកជាងលេសោះបកត្រឡប់បើរឿងខ្ញុំបន្តវិញគឺពេលលទ្ធផលចេញមកខ្ញុំបានលេខ1រឿងពិបាកចិត្តក៏កាត់ឡើងមកលើខ្ញុំម្ដងទៀតយើងចាប់ផ្ដើមគិតទី1យើងទៅរៀនគណិតនៅសាកលវិទ្យាល័យដោយសាររៀនចប់ឆ្នាំមូលដ្ឋានហើយហើយក៏សប្បាយចិត្តជាមួយនឹងការរៀននៅនឹងដែរលទ្ធផលក៏ល្អគួរសមដែរហើយទី2គួរទៅប្រទេសក្រៅអត់បើប្រឡងជាប់លេខ1ហើយបោះបង់វាគួរស្ដាយសំខាន់បំផុតគឺមិនចង់ចោលគណិតវិទ្យាទេតែកាលនឹងគិតចុះគិតឡើងទៅដោយសារតែរៀននៅនេះវាជួបការលំបាកច្រើនផងក៏សម្រេចថានឹងទៅរៀននៅវៀតណាមនឹងទៅហើយការនឹងខ្ញុំជ្រើសរើសជំនាញស្ពានថ្នល់ដោយសារតែមិនចូលចិត្តពេទ្យហើយជំនាញដែលល្អហើយខ្ញុំស្គាល់គឺមានតែជំនាញស្ពានថ្នល់នឹងទេអញ្ចឹងពេលប្រកាសរើសជំនាញខ្ញុំចាំថាពេលហ្នឹងគេហៅឈ្មោះខ្ញុំដំបូងគេជាប់លេខ1ហើយរើសជំនាញខ្ញុំរើសយកស្ពានថ្នល់មាននិស្សិតបេក្ខជនដទៃទៀតឆ្ងល់ថាហេតុអីខ្ញុំអត់យកពេទ្យដោយសារពេលច្រើនទៅវៀតណាមគឺចង់រៀនពេទ្យហើយខ្ញុំប្រឡងជាប់លេខ1បែរជាយកជំនាញផ្សេងទៅវិញប៉ុន្តែខ្ញុំគិតថាបើមិនចូលចិត្តទោះវាជាល្អខ្ញុំគិតថាបើយើងអត់ចូលចិត្តហើយវាល្អមិនក៏យើងពិបាកដែរពេលទៅរៀនពេលចេញមកធ្វើការបរិយាកាសការងារហើយកាលហ្នឹងនិយាយអំពីបំណិនជីវិតខ្ញុំអត់ឲ្យស្គាល់ពីប្រភេទការងារបរិបត្តិសង្គមគឺខ្ញុំសូនហ្មងដឹងរៀនតែមុខគាត់រៀនបកែតែអារឿងទំនោរសង្គមការងារសង្គមឲ្យដើរតនសម័យកាលគឺខ្ញុំអត់មាននោះទេគឺខ្ញុំលក្ខណៈនៅចាញ់គេទេខ្ញុំនៅស្ទើអាហ្នឹងចំណុចនេះខ្ញុំចង់ឲ្យអ្នកដែលមើលវីដេអូនេះគួរតែគិតគូរដែរកុំធ្វើដូចខ្ញុំតែដឹងតែមួយមុខដើរមួយជំហានគិតមួយជំហានជួនកាលគិតត្រូវជួនកាលគិតខុសតាមការសម្រេចចិត្តការសម្រេចចិត្តខ្លះវាត្រូវពេលនេះវាអាចខុសពេលនោះហើយខ្លះក៏អាចផ្ទុយមកវិញនឹងដំណើរជីវិតវាពិតជាមើលមិនឃើញមែនប្រសិនបើយើងមិនមានគោលដៅមួយច្បាស់លាស់នោះយើងនឹងអាចជួបបញ្ហាដូចខ្ញុំអញ្ចឹងបច្ចុប្បន្ននេះខ្ញុំបានរៀនចប់ជំនាញស្ពានថ្នល់ពីប្រទេសវៀតណាមតាំងពីឆ្នាំ2022ហើយកំពុងធ្វើការជាវិស្វករចប់គម្រោងជិត3គម្រោងហើយបើអង្គុយបកត្រឡប់ទៅវិញខ្ញុំមិនដែលសម័យថាខ្ញុំមកដល់ទីនេះចំណុចនេះពីព្រោះថាពាក្យទៅវិស្វករឬក៏អង្ជីញើហ្នឹងគឺខ្ញុំអត់ដែលឮពីមុនមកទេធ្លាប់តែឮពីចាស់និយាយមិនដែលដឹងថាអង្ជីញើហ្នឹងអាម៉េចទេវីដេអូនេះវារៀងច្រើនដែលនិយាយអំពីរឿងពិតរបស់ខ្ញុំមានទាំងរឿងល្អមានទាំងរឿងមិនល្អតែខ្ញុំចង់ឲ្យអ្នកគ្នាស្ដាប់មកដល់ចំណុចបញ្ចប់នេះយកតែរឿងល្អចំណុចល្អដែលពីខ្ញុំទៅបាននេះចាំថាជីវិតវាស្មុគស្មាញបើសិនបើយើងខ្វះព័ត៌មានមិនដឹងច្បាស់ពីខ្លួនឯងហើយអត់ដើរតាមទាន់ទំនោរសង្គមទេគឺយើងនឹងជួបបញ្ហាស្ដាយក្រោយដូចខ្ញុំអញ្ចឹង